ថាមិនស្រឡាញ់ខ្ញុំម៉េចមិនមកថាខ្ញុំស្រឡាញ់ចាំបាច់ត្រូវនិយាយចេញមកដែរបងមិនដែលអានសម្ដីក្នុងអ៊ីនធឺណិតទេមនុស្សកុំស្ដាប់តាមសម្ដីគេនិយាយឲ្យមើលពីទង្វើនាយកជាងហាងផ្កាផ្ញើមកឲ្យអ្នកណាផ្ញើមិនដឹងដែរគ្មានឈ្មោះផងយកបោះចោលចុះចាចាំងថាងផ្កាស្អាតអត់ចូលចិត្តដែរទេមិនស្អាតក៏មិនចូលចិត្តដែរចូលចិត្តផ្កាយវិញខ្ញុំផ្ញើឲ្យស្អាតរបស់លោកផ្ញើមកខ្ញុំមិនចូលចិត្តទាំងអស់ចាំងថាងច្រើនឆានមកនេះនាងគ្មានប្រាអីតិចសោះបដិសេធគ្រប់គ្នាធ្វើឲ្យគេខូចចិត្តមិនស្ទើរទេលើថាលោកមានសង្សារនៅស្រុកក្រៅបើនាងដឹងថាលោកនៅតែតាមញ៉ាយខ្ញុំនាងនឹងគិតយ៉ាងម៉េចអ្នកប្រុសហ្វាំងមុននេះមានមនុស្សប្រុសផ្ញើកលាបឲ្យនាយកជាងអាសគីណាផ្ញើផ្កាឲ្យប្រពន្ធខ្ញុំមិនដឹងដែរមានអ្នកតាមស្រឡាញ់គាត់ច្រើនពេកជូនបងដឹងថាបងមិនចូលចិត្តផ្កាកុលាបក្រហមទើបជូនផ្កាសជាពិសេសវិញខ្ញុំនិយាយពីអង្ការថាមិនចូលចិត្តកលាបក្រហមស្អាតណាស់ខ្ញុំចូលចិត្តតោះខ្ញុំជូនបងទៅវ៉ាវមិនស្មានសោះថាអ្នកប្រុសហ្វាំងនិងនាយកជាងស្រឡាញ់គ្នាដល់ម្លឹងមែនតើលើថាការប្រុសគ្រួសារតែតាមពិតគូស្នេហ៍ស្រឡាញ់គ្នាស្អិតរមួតសោះអាឡូនាយកជាងថាងមែនទេគឺខ្ញុំគូលីស៊ីខាងសម្ព័ន្ធអញ្ញាសូមណាត់ជួបអ្នកនាងល្ងាចនេះខ្ញុំគឺជាទាយាទសម្ព័ន្ធអញ្ញាក៏ត្រូវជាសង្សារឈិនជឺដែរខ្ញុំដឹងថាឈិនជឺស្រឡាញ់អ្នកនាងតែអ្នកនាងរៀបការរួចហើយអញ្ចឹងសូមជួយរក្សាគម្លាតពីគេផងអ្នកនាងគូស្រឡាញ់ឈិនជឺដោយសារអ្វីខ្ញុំស្រឡាញ់គេព្រោះគេសង្ហាឈិនជឺសាបគប់អ្នកនាងបណ្ដាតាមញ៉ាយខ្ញុំបណ្ដាអ្នកនាងគូប្រុសសាវ៉ាបែបនេះបែកគ្នាទៅចាំខ្ញុំណែនាំប្រុសសង្ហាជាងនេះមិនជឿទេលើលោកនេះគ្មានអ្នកណាសង្ហាជាងគេទៀតទេមិនជឿអញ្ចឹងខ្ញុំទូរស័ព្ទហៅម្នាក់នឹងឥឡូវមកឲ្យមើលចុះកំពុងធ្វើអីអូទៅមកដល់ក្រុមហ៊ុនបងកំពុងធ្វើអីចំពេលខ្ញុំកំពុងនឹកល្មមដឹងហើយឥឡូវទំនេរទេទំនេរខ្ញុំនៅហាងកាហ្វេស៊ីម៉ងយៀនឆាប់មកខ្ញុំចាំ20នាទីទៀតខ្ញុំនឹងណែនាំមនុស្សម្នាក់ឲ្យស្គាល់វ៉ាវសង្ហាម្លេះឡើងខប់ខំតិចនឹងជាប្រុសដែលចាំងថាងចង់ណែនាំទេដឹងពួកយើងប្រពន្ធបងខ្ញុំមិនទាន់ណែនាំខ្លួនផងលោកហៅខ្ញុំថាប្រពន្ធបងហើយហ៎អូនសម្លាញ់ខាងនេះគឺចាអញ្ចឹងអ្នកនាងជាប្រពន្ធគេគាត់ជាស្វាមីខ្ញុំឈ្មោះហ្វឹងលីនចំណែកនេះអ្នកនាងគូលីស៊ីកូនស្រីម្ចាស់សម្ព័ន្ធអញ្ញាចុះថាណែនាំប្រុសសង្ហាស្អាតជាងឈិនជឺឲ្យខ្ញុំនោះអីខ្ញុំគ្រាន់តែចង់ឲ្យអ្នកនាងបានឃើញថាលើលោកនេះមានប្រុសទាំងសង្ហាទាំងល្អជាងឈិនជឺឆ្ងាយដាច់ច្រើនណាស់តាមពិតប្រពន្ធខ្ញុំហៅខ្ញុំមកសរសើរនៅមុខគេឯងសោះនាងចង់អួតបង្ហាញខ្ញុំសោះអូនទៅបន្ទប់ទឹកមួយផ្លែតបងនៅជជែកជាមួយអ្នកនាងគូសិនចុះលោកហ្វាំងខ្ញុំសង្ឃឹមថាលោកចេះមើលប្រពន្ធលោកឲ្យល្អកុំឲ្យចេះតែតាមតាក់សង្សារខ្ញុំប្រពន្ធខ្ញុំស្អាតយ៉ាងនេះមិនអាចទៅប៉ែតៃសង្សារនៅនឹងបានទៅខ្ញុំថានៅនាងគួរតែប្រយ័ត្នសង្សារឲ្យល្អទៅកុំឲ្យមួយថ្ងៃគិតតែដាក់ឆ្មក់ប្រពន្ធគេពេកលោកតែនាងចូលចិត្តប្រុសសង្ហាមែនខ្ញុំមានសម្លាញ់ម្នាក់ទាំងស្អាតទាំងសង្ហាណែនាំឲ្យនាងស្គាល់ចុះបងស្រីចូលកាយមួយចូលមួយបងស្រីខ្ញុំនឹងថាកាយភ្នែកបងស្អាតកម្រិតណាដោយសារក្នុងនោះមានខ្ញុំមែនទេបងស្រីបងដឹងថាពេលនេះម៉ោងប្រហែលហើយទេម៉ោង8 ណូជាម៉ោងដែលស្នេហាយើងមានឡើង
បងស្រី ចា បរិស័យអីដែរទៅ គឺ កុំមាត់ខ្ញុំដឹងដួងរិស័យបងកំណត់គូជាមួយខ្ញុំ អឺពួកយើងផឹកទៀត ហេម៉ាថ្ងៃនេះមិនស្វឹងមិនឈប់ទេ ជុល បងស្រីពួកយើងលេងហ្គេមទៅ ចាំតែនាយកជាងចាទេបងស្រីខ្ញុំសម្រេចចិត្តឲ្យថានឹងចុះកុងត្រានឹងក្រុមតារាក្នុងផលិតកម្មជាងទាំងអស់រយៈពេល10ឆ្នាំល្អ Yes លោកហៅពួកគេមកឯងលោកហៅពួកគេមកឯង ណែណាឲ្យសង្សាររបស់ឈិនជឺព្រៃផ្ដាំនឹងខ្ញុំធ្វើអី អញ្ចឹងលោកចង់ឲ្យពួកគេផ្ដួលឈិនជឿឯង ណែណាឲ្យគេចង់លេងនឹងខ្ញុំធ្វើអីខ្ញុំលេងគេមុនហើយ លោកនេះអាក្រក់ណាស់តែខ្ញុំចូលចិត្ត មិនស្រាប់តែថាខ្ញុំអញ្ចឹងនេះគេមើលមក ចុះ ចា វិ ន ធីខ្ញុំថាប្តីខ្លួនឯងមានរឿងអីត្រូវខ្លាចទេមិនក៏លោកមុខក៏ហមម្លេះ មុខបងក៏ក្រហមដែរពេលនេះតោះយើងទៅផ្ទះមុនទៅទុកឲ្យពួកគេបន្តទៀតចុះ តែទុកនាងជាស្រីម្នាក់ឯងនៅកន្លែងអញ្ចឹងមិនល្អទេ អាយ៉ាបងក៏ភ័យមើលប្រហែលអ្នកហ្នឹងដូចជាកូនឆ្កែសមុំវាមិនធ្វើអីព្រៃផ្ដាស់ទេ4C1 យើងទៅមុនហើយវើយខុសហើយមើលច្រឡំកុំបារម្ភអីអូពួកចៅបើហើយថងចៅទៅសម្រាប់មុនចុះតើមានរឿងចង់និយាយជាមួយអាលីនបន្តិច ចា មួយថ្ងៃគ្មានធ្វើការអីទេដឹងតែនាំថងនឹងធ្វើរឿងផ្ដេសផ្ដាស់ខ្លួនឯងមិនបានកៅក៏ឲ្យទៅចុះតែកំណំថងទៅអាក្រក់ឲ្យសោះលោកតាខ្ញុំជាចៅបង្ការលោកតាទេបើមិនបង្ការទេបោះចោលតាំងពីយូរបែរហើយចុះរឿងឯងនឹងថងមានកូននោះយ៉ាងមិនហើយប្រាប់ហើយថារឿងមានកូននោះមិនមែនខ្ញុំជាអ្នកសម្រេចទេហើយចុះកដាស់ពេទ្យចេញមកហើយនៅថាឯងនឹងអាឬក៏អត់លោកម្ចាស់នេះជាលទ្ធផលតេស្តអ្នកប្រុសតូចគាត់មាំណាស់ឃើញនៅថាខ្ញុំខ្លាំងណាស់បើឯងខ្លាំងប្រញាប់ធ្វើឲ្យថងទម្ងន់ទៅឯងចង់ឲ្យតានៅធម្មចិត្តដល់អង្កាលតន់តានៅមានជីវិតដល់ខំប្រឹងឲ្យចៅទូតយើងមួយមកតន់ដឹងតែតន់ហើយអញ្ចឹងទៅលោកតាចាំមើលណាខ្ញុំនឹងបង្កើតភ្លោះ3ឲ្យលោកតាមើលឲ្យវល់រាល់ថ្ងៃហ្មងឲ្យតែឯងមានសមត្ថភាពបង្កើតមកបានអាចារ្យស្អែកតែងប្រអប់ពិនិត្យផ្ទៃពោះ10មកមិនជឿថាมันអាចធ្វើឲ្យថងមានផ្ទៃពោះបានទេវាគួរតែដល់ពេលហើយនេះខ្ញុំមានផ្ទៃពោះហើយ អូនសម្លាញ់អូនយ៉ាងម៉េចហ្នឹងមើលទៅដូចជាមិនស្រួលខ្លួន គ្មានអីទេនេះខ្ញុំមានផ្ទៃពោះហើយ មានអីឡោហើយមានផ្ទៃពោះអីទៅហ៎